សួស្តីអ្នកទាំងគ្នាថ្ងៃនេះខ្ញុំរកឃើញសាប៊ូលាងមុខសម្រាប់អ្នកដែលមានស្បែកមុខខ្សោយស្បែកមុខរោរលាកឬក៏អ្នកដែលមានមុនហើយរលាកអាចប្រើពពុះអង្គុយលាងសាប៊ូដុំនេះបានជាប្រភេទសាប៊ូលាងមុខសម្រាប់អ្នកដែលមានស្បែកមុខខ្សោយស្បែកមុខរលាកឬក៏អ្នកដែលមានស្បែកមុខស្ងួតខ្លាំងអាចប្រើnóបានវាលាងមុខហើយអត់ធ្វើឲ្យយើងស្ងួតមុខឬក៏មានអារម្មណ៍ថាលាងហើយវាអស់ជាតិទឹកនៅលើមុខទៅសម្រាប់អ្នកដែលមានបញ្ហារលាកឬក៏អ្នកដែលមានបញ្ហាមុខមុនរបៀបមុនខ្លាំងដែលយើងពិបាករកហ្វូមនៅមុខដើម្បីកុំឲ្យវារលាកមកកាន់តែខ្លាំងអាចប្រើពពុះនឹងបានគឺជាប្រភេទសាប៊ូដុំហើយយើងដាក់ចូលទៅក្នុងស្បែកគេទៅយើងយកទៅចាក់ទឹកយើងយកទៅពពុះហើយយើងយកមកលាងលើស្បែកមុខនេះអត់ស្ងួតហើយកុំគិតថាលាងអត់ជិតលាងជិតល្អមែនតើនេះដកមួយប្រាយកមកតែអ្នកដាក់គ្នា